សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Timothy Cambodia ថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយចង់បង្ហាញអ្នកទាំងអស់គ្នាគឺការកណនាដែលនៅលើ Excel អញ្ចឹងណាអញ្ចឹងខ្ញុំមាន function មួយចង់បង្ហាញអ្នកទាំងអស់គ្នាដោយសារ function ហ្នឹងគឺតើតែយើងសរសេរពេញបានវាចេញមកអត់ដូច function ផ្សេងទេដូច function count ឬក៏ sum អីពេលដែលយើងសរសេរតែមួយអក្សរពីរអក្សរគឺវាចេញឲ្យយើង select យកហើយប៉ុន្តែសម្រាប់ function នេះ that diff នេះគឺវាអត់ចេញមកទេតើតែយើងសរសេរពេញតែម្ដងតោះឥឡូវយើងទៅអនុវត្តទាំងអស់គ្នាអញ្ចឹងខ្ញុំមានឧទាហរណ៍បង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំមានថ្ងៃខែថ្ងៃ start ហើយថ្ងៃ end អញ្ចឹងណាអញ្ចឹងខ្ញុំចង់ធ្វើការកណនាទៅលើថ្ងៃខែទាំងពីរហ្នឹងអញ្ចឹងខ្ញុំសុំប្រើរូបមន្ត that diff អញ្ចឹងស្មើ that diff អញ្ចឹងនេះឃើញវាចេញទេអញ្ចឹងតើខ្ញុំបើកវងចប់មកនេះបានវាលូតមកបើជាធម្មតារូបមន្តផ្សេងគ្រាន់តែយើងវាយតែពី3អក្សរគឺវាលូតមកឲ្យយើង select ហើយប៉ុន្តែសម្រាប់រូបមន្តនេះគឺវាលាក់ខ្លួនតែម្ដងអញ្ចឹងបន្ទាប់មកគឺយើងយកថ្ងៃ start ក្បៀស1បន្ទាប់មកថ្ងៃបញ្ចប់ក្បៀស1អញ្ចឹងគ្នាយើងចង់ឲ្យវាកណនាចេញជាថ្ងៃឬក៏ចេញជាខែឬក៏ចេញជាឆ្នាំបើចេញជាថ្ងៃគ្នាយើងអាចដាក់អក្សរ D មកដាក់ក្នុង double quote មកគឺវាកណនាឲ្យចេញជាថ្ងៃអូខេខ្ញុំ enter មកអញ្ចឹងនេះគឺជាចំនួនថ្ងៃអញ្ចឹងណាចន្លោះពីថ្ងៃនេះដល់ថ្ងៃនេះគឺមានប៉ុណ្្នឹងថ្ងៃអញ្ចឹងខ្ញុំ format វាតិចកុំឲ្យវាមានក្បៀសអូខេអញ្ចឹងគឺនេះគឺជាចំនួនថ្ងៃឧទាហរណ៍ឥឡូវខ្ញុំចង់ប្រើ date diff ដែរតែឲ្យវាកណនាចេញជាខែវិញអូខេអញ្ចឹងខ្ញុំយកថ្ងៃ start បន្ទាប់មកខ្ញុំយកថ្ងៃ end ដែរបន្ទាប់មកគឺខ្ញុំដាក់នៅក្នុង double quote គឺអក្សរ M យើងប្រើអក្សរធំណាអូខេ enter នេះអញ្ចឹងគឺ3-10ខែ3-10ខែយើងទាញមកគឺ3-10ខែអញ្ចឹងគឺ3-10ខែដូចគ្នាអូខេអញ្ចឹងឧទាហរណ៍ខ្ញុំដូរកន្លែងជា y វិញអញ្ចឹងវាកណនាជាឆ្នាំវិញអញ្ចឹងខ្ញុំ enter អញ្ចឹងគឺវា1ឆ្នាំអញ្ចឹងណាវាគឺមានតែ1ឆ្នាំទេ2026មកដល់2027ប៉ុន្តែវាកណនាខែថ្ងៃដែរបានវាចេញ1ឆ្នាំហ្នឹងណាអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេចង់បង្ហាញអ្នកទាំងអស់គ្នាគឺប្រើ function that diff សម្រាប់ធ្វើការកណនាទៅលើ date ទៅលើថ្ងៃខែនៅក្នុង Microsoft Excel អូខេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ